បឋមនាងខ្ញុំសូមគោរពជំរាបសួរដល់វាគ្មិនទាំង3រូបហើយក៏សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនដែលកំពុងតាមដានការ live ផ្ទាល់នៅលើគេហទំព័រ Facebook អង្គការជំនឿដើមប្រទេសកម្ពុជាជាទីគោរពនិងជាទីរាប់អានចា៎នាងខ្ញុំឈ្មោះអានលីយ៉ុងជាជំនឿដើមប្រទេសក្រឹមហើយក៏ជាអ្នកសម្របសម្រួលកម្មវិធីនៅថ្ងៃនេះផងដែរចា៎ដែលយើងនឹងផ្សាយចេញពីការិយាល័យអង្គការ HBF ផ្ទាល់ចា៎ហើយសម្រាប់កម្មវិធីយើងនៅថ្ងៃនេះគឺមានវាគ្មិន3រូបដែលពួកគាត់សិតតែជាយុវជនហើយនឹងសហគមន៍ជាចាស់ទុំដែលគាត់មកពីខាងមណ្ឌលគិរីហើយនឹងខាងរតនគិរីតែពួកគាត់សិតតែជាសហគមន៍ឬក៏ជាមនុស្សដែលសំខាន់ដែលយើងដែលនឹងចែករំលែកតទៅជាមួយនឹងចំណេះដឹងប្រពៃណីផ្សេងគុណតម្លៃរបស់ជនជាតិដើមបន្តិចចា៎អញ្ចឹងជាបន្តទៅនេះនាងខ្ញុំក៏សូមអនុញ្ញាតឲ្យវាគ្មិនទាំង3រូបធ្វើការណែនាំខ្លួនក៏ដូចជាឈ្មោះទៅកាន់ទស្សនិកជនរបស់យើងទាំងអស់គ្នាឲ្យគាត់បានស្គាល់ចាសូមគោរពអញ្ជើញពីលោកពូទៅមុនកាន់គ្រប់រកឡងណែកូនពួកអគួយវ៉ាវ៉ៃឡាំងមើលហើយបើញ៉ាញឹមនេះលោកបនស្រីនូលខំជាជុកជ្រុកផ្លាស់កែស្មាខេត្តមណ្ឌលគិរីហើយកាន់ឧបពួកអរកឡងវ៉ៃឡាំងមើលបានមើលសុខសប្បាយមើលបានមើលដល់វ៉ែបើដល់វ៉ែឡើងចាលោកអ៊ំអាចនិយាយជាភាសាខ្មែរអីបានទេភាសាខ្មែរបកជាភាសាខ្មែរភាសាខ្មែរខ្ញុំឈ្មោះញ៉ាំនេះចេញពីភូមិស្រែដល់នៅឃុំជីជុកស្រុកកែវសមាខេត្តមណ្ឌលគិរីខ្ញុំតាំងជាកម្មការសហគមន៍ភូមិស្រែដល់ចាអញ្ចឹងសូមបងអូនបន្ទាប់វ៉ៃឡាំងឃើញនៅទាំងមកវ៉ាល់ហើយណាមកពីចាច់ពីងាយបងមិនឯនៅយ៉ាបើរតនគិរីណាមកយកយ៉ាចិនជាតៃប៉ាល់យ៉ាកបយ៉ាញ៉ាសមីសុរាឡោះពបនបញ្ញាខំមីម៉ងស្រុកកៅសមាខេមដូរីតួនាទីក៏បន្តពីលេខាអន្តរកម្មជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះសមីសុរាមកពីភូមិបញ្ញាខំមីម៉ងស្រុកកៅសមាខេមដូរីតួនាទីខាងលេខាសហគមន៍អូខេចាសូមអញ្ជើញបងបន្តទាំងឡាជំរាបសួរបងប្អូនទាំងអស់គ្នាហើយខ្ញុំបាទឈ្មោះយមមតែជាជនជាតិដើមពីទីព្រៅមកពីខេត្តរតនគិរីហើយដំណើរសហគមន៍នៅមណ្ឌលយន្តចាអរគុណដល់វាគ្មិនទាំង3រូបដែលបានធ្វើការណែនាំឈ្មោះក៏ដូចជាដើម្បីឲ្យទស្សនិកជនក៏ដូចជាអ្នកតាមដានរបស់យើងគាត់បានស្គាល់ទាំងអស់គ្នានិយាយទៅជាកិច្ចបន្តខ្ញុំក៏និយាយបន្តថាជាកិច្ចបន្តដោយសារតែវិជាទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចរបស់យើងតែងតែមានការសែនព្រេនអរុបអរិយអ្នកតាគោរពទៅម្ចាស់ទឹកម្ចាស់ដីអញ្ចឹងដើម្បីជាការចាប់ផ្ដើមនៃកម្មវិធីយើងខ្ញុំសូមឲ្យលោកពូធ្វើការសម្របសម្រួលទៅលើការសែនព្រេនដើម្បីសូមសេចក្តីសុខសេចក្តីចម្រើនក្នុងកម្មវិធីយើងថ្ងៃនេះចា៎មកតាណាការៀនដល់ពីបើយ៉ាងណាយ៉ាងដល់រៃតែរកថាវាទាំងឡាយខាងឧផនកោផនវផនបៃផានបើគុណំបៃគុណំគរួយទីអានឧកោបញ្ញឧលៃរៀបណែហៀបយ៉ាលោកទូប្លាជុងរាយរីគេលោកយុស្រុកប្រាំរីយុខេនអ៊ុលគ្រីហានបើរត់ត្រាក់រីគួយតែវ៉ាឡាំមិនយ៉ាងថែសាហៀនបញ្ញលេងយ៉ាងរកហានហៀននងយ៉ាងជត់ប្លារីត្រូនហានចោពូចោកៅយ៉ាងវ៉ាឡាំគុំយ៉ាងតាំងពី
là nên là mặc này to thì pro han pro plan han cơ thì tập như tập quay mà làm ta bởi nhiều maiจะlàm ra phèn các mang chỉ cái anh rim ham chào đàn rai và hiện giờ mà chàng là xã công chẳng phải làm vùng bậc côn mới chào anh chờ ta thì mặc rằng vị trí pre tiếng lẹ để rằng bệnh để ăn này ra là dùng trong bàn bữa này rìa vật ở cồn cái tập chẳng cất anh đi tiếng lẹ ra để chật trong rồng khơi rìa chàng dạng chiên chàng to chiên anh rìa ăn hiên ở quanh mặt cả buồn con rồng mà prang rìa tiếng lẹ sáng đặt cái rìa prang đến bọc thai khai máy ạ chả nhưng trong bọc thai chỉ biết sáng mai vậy là cô ban gì mới nhất là vậy là cái bản thân là thật cô ban gì ấy khác chẳng ấy chả chẳng đấy pra thì nắng việc pra nắng pra mình tiền giờ vậy tức ông vậy ở đây là ông ban vậy mình còn là bọc thai không tua hết này arah này ta pre phnom krom small nấu phnom nấu cọp bịch có đôi hay ta tha tận ly bị trong đó đơn hay arah này ta bị này phnom đỏ mông rồi mình ở ban thay để xa cuốn trao dương ở sọc còn xa rồi cả kia pre chơi nó ban cùng cùng sập thi nó to cùng to trao còn ôi bạch băng nguyên cái này chà chẳng dươngไปจับมันนึงเนาะรับการแซนเปรย์มามันต้องยิงจิ้มเสร็จจิ้มสระเอาละเตะเหมือนกันจังอะไรกูจิ้มระดับตาปลุกสีเสร็จซอยบ้านสิ่งเรียกสุขในจุ่มเริงการเรียนกรมสุขภาพสมใจด้วยไทยกูไทยเจ้าก็นั่นเองចាសូមអរគុណដល់លោកពូហើយនឹងវាគ្មិនទាំង3រូបដែលបានធ្វើការចូលរួមក្នុងការសែនព្រេនដើម្បីវាជាកិច្ចចាប់ដើមនិងជាកិច្ចស្វាគមន៍នៃកម្មវិធីរបស់យើងមួយដែរអញ្ចឹងណាចាហើយវាក៏បង្ហាញពីអត្តសញ្ញាណក៏ដូចជាទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចនិងបង្ហាញពីគុណតម្លៃរបស់ជនជាតិដើមភាគតិចដែលថាជនជាតិដើមភាគតិចមានទាំងប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់ពួកគាត់គឺតាំងពីបុរាណកាលណាមកហើយចាជាបន្តទៅនេះនេះខ្ញុំក៏សូមនិយាយតកតងជាមួយនឹងជំរាបតកតងជាមួយនឹងគោលបំណងត្រួសដែលជាហេតុដែលយើងចង់ឲ្យមានកម្មវិធីនឹងកាត់ឡើងមកចាគោលបំណងរបស់យើងមាន3ធំចាទី1គឺដើម្បីផ្សព្វផ្សាយពីវប្បធម៌នៃអត្តសញ្ញាណជនជាតិដើមភាគតិចចាទី2គឺលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចក្នុងការចូលរួមថែរក្សាធនធានធម្មជាតិតាមបែបប្រពៃណីចាហើយទី3គឺដើម្បីចែករំលែកចំណេះដឹងប្រពៃណីជនជាតិដើមភាគតិចទៅកាន់មជ្ឈដ្ឋានខាងក្រៅឲ្យកាន់តែទូលំទូលាយចាដោយយើងបានដឹងហើយថាជនជាតិដើមភាគតិចហ្នឹងគឺពួកគាត់គឺជាក្រុមមនុស្សដែលពួកគាត់មានដើមកំណើតនៅលើទឹកដីកម្ពុជាជាងយូរណាស់មកហើយចាពួកគាត់មានរបៀបរបបនៃការរស់នៅលក្ខណៈជាប្រមូលផ្ដុំហើយពួកគាត់មានភាពសាមគ្គីទៀតហើយការរស់នៅរបស់ពួកគាត់ហ្នឹងគឺផ្សារភ្ជាប់ទៅលើធនធានធម្មជាតិប្រពៃណីរបស់ពួកគាត់មានវប្បធម៌មានអរិយធម៌តាមបែបប្រពៃណីរបស់ពួកគាត់ចាហើយដើម្បីឲ្យយើងកាន់តែច្បាស់កាន់តែយល់ទៅលើអត្ថន័យដែលខ្ញុំបាននិយាយត្រួសៗមិញនេះអញ្ចឹងយើងនឹងចូលទៅដល់សំណួរចម្លើយទៅកាន់វាគ្មិនទាំង3រូបដែលពួកគាត់សិតតែជាអ្នកដែលគាត់មកពីសហគមន៍ឬក៏ជាចាស់ទុំជាយុវជនដែលគាត់ដឹងតកតងជាមួយនឹងប្រពៃណីវប្បធម៌នឹងច្រើនចាដើម្បីឲ្យយើងកាន់តែច្បាស់បន្តទៀតនេះយើងក៏នឹងសូមចូលទៅកាន់សំណួរចម្លើយតែម្ដងដែលសំណួរដំបូងនេះនាងខ្ញុំនឹងសួរទៅកាន់វាគ្មិនបងអូនប្រុសសុរាចាដែលសំណួរដំបូងនេះបានសួរថាតើអ្វីជាគុណតម្លៃរបស់ជនជាតិដើមភាគតិចចាបាទតាមនៅក្នុងភូមិដែលពួកខ្ញុំធ្លាប់រស់នៅអញ្ចឹងណាចាទំនៀមទម្លាប់ជនជាតិដើមរបស់ពួកខ្ញុំជាទៅដូច
ខ្ញុំបានប្រាប់មកអញ្ចឹងគឺយើងត្រូវការកាប់ជាការវល់ជុំ ចា ហើយនឹងអូននៅបែបទំនៀមទម្លាប់របស់ជនជាតិដើមរបស់វា ចា ហើយយើងមិនអាចរស់នៅផ្សេងគ្នាទេ ចា ជាទៅគឺនៅក្នុងភូមិនៅទីមួយហើយយើងត្រូវឲ្យមានតម្លៃយើងត្រូវតែប្រកាន់ខ្ជាប់នឹងអត្តចរិតរបស់យើងជាទៅជនជាតិដើមពីមុនមកពីដូនតាមកគាត់អត់គំរីហើយក៏អត់ល្អិតហើយក៏អត់ល្អិតដែរគឺពួកគាត់មានសិទ្ធិស្មើគ្នាមិនថាខាងនោះវាក្រៅសត្វជាងយើងខាងយើងក៏ចេះជួយគ្នាជាងទៅវិញទៅមកអញ្ចឹងហើយទៅបានវាមានគុណតម្លៃបែបហ្នឹងហើយមួយទៀតយើងត្រូវការកម្មចការវល់ជុំដែលដីដែលយើងត្រូវកាប់ ចា បាទដីដែលយើងធ្វើផលប្រាស់យើងមិនអាចទៅផលប្រាស់នឹងដីកន្លែងណាដែលតោមអីចឹងមានអរិយមានអ្នកតាអញ្ចឹងពិសេសនោះមុនដែលយើងសុំកន្លែងកាប់យើងត្រូវតែយើងនេះយើងសុំពីដូនតាយើងសិនហើយយើងសម្រេចចិត្តថាយើងទៅកាប់ដីកន្លែងនេះមកធ្វើជាការវល់ជុំយើងគួរតែសែនមុនហើយយើងសាក់សម័យឲ្យពេលយើងដេកមកយើងសពបើមិនយកយកសពនៅដីនោះគេអត់ឲ្យយើងធ្វើអត់អីយើងអាចធ្វើបានតែបើសិនជាកន្លែងហ្នឹងមានអ្វីមួយអាចខុសប្រកបដីគឺគាត់ឲ្យហែនមុនយើងមកអាហ្នឹងគឺជាទំនៀមទម្លាប់របស់ប្រពៃណីជនជាតិដើមពីតិចរបស់យើងបើកន្លែងហ្នឹងគាត់ឲ្យហើយយើងធ្វើហើយយើងធ្វើប៉ុណ្ណាប៉ុណ្ណឹងហើយបើសិនជាយើងធ្វើលើសពីហ្នឹងគាត់អាចនឹងយកសពនិយាយទៅឲ្យហែនមកយើង ចា ហ្នឹងហើយដូចជាដីកប់ខ្មោចដីតោមដីរអ្នកតាជាងជាដើមបាទហើយបើសិនជាដីហ្នឹងយើងត្រូវតែការពារព្រោះអាហ្នឹងតាំងពីដូនតារបស់យើងមកយើងកុំឲ្យបាត់បង់ធម្មជាតិហើយនឹងបាត់បង់ដីធ្លីដែលយើងធ្លាប់រស់នៅយើងមិនអាចបាត់បង់ព្រៃតោមយើងមិនអាចបាត់បង់នៅព្រៃដែលយើងធ្លាប់បន់ស្រន់ ចា បាទ ចាអរគុណដល់បងអូនសូរ៉ាដែលបានឆ្លើយតកតងមានជីសំទោសបានឆ្លើយតកតងនឹងសំណួរឬក៏អាចនិយាយបានថាគុណតម្លៃរបស់ជនជាតិដើមបន្តិចអាចជាសង្ខេបមិញខ្ញុំបានចាំត្រួសដែលគាត់បាននិយាយថាជនជាតិដើមបន្តិចគុណតម្លៃរបស់ជនជាតិដើមបន្តិចគឺជាការរស់នៅមួយដែលវាត្រូវតែមានប្រពៃណីវាត្រូវតែមានវប្បធម៌របស់គាត់វាត្រូវតែមានទំនៀមទម្លាប់របស់គាត់ដែលទំនៀមទម្លាប់របស់គាត់ហ្នឹងគឺពួកគាត់នៅតែប្រកាន់ភ្ជាប់ដូចថានៅរហូតដល់ថ្ងៃហ្នឹងវាមិនអាចដូចថាបាត់បង់បានទេដូចថាការធ្វើស្រែចម្ការវិលជុំការប្រកាន់ភ្ជាប់នឹងប្រពៃណីមួយទៀតដែលគាត់និយាយថាហ្នឹងនៅពេលដែលយើងទៅកាប់ព្រៃឬក៏ធ្វើស្រែចម្ការវិលជុំអីចឹងយើងត្រូវតែទៅឆ្ការបន្តិចហើយយើងទុកឲ្យយល់សពសិនអញ្ចឹងនៅពេលដែលយើងយល់បើសិនជាយើងយល់សពល្អអញ្ចឹងយើងអាចទៅធ្វើចម្ការនៅនឹងបានប៉ុន្តែបើសិនជាយើងយល់សពមិនល្អយើងអាចធ្វើអីទៅលើអានឹងបានទេហើយមួយទៀតគឺពួកគាត់កាន់គេហៅថាគោរពទៅលើអរុបរិយអ្នកតាដូចថាតំបន់ដែលជាតំបន់ហាមឃាត់គឺពួកគាត់អត់អាចទៅលូកដៃផ្ដេសផ្ដាស់ទេចាហ្នឹងហើយជាបន្តទៀតបងក៏ចង់សួរសំណួរបន្តបន្ថែមទៀតដោយសារតែមិញបងអូនបាននិយាយថាហ្នឹងជនជាតិដើមបន្តិចការរស់នៅរបស់ពួកគាត់នោះគឺផ្សារភ្ជាប់ជាមួយធនធានធម្មជាតិអាចនិយាយអត្តសញ្ញាណរបស់ពួកគាត់នោះគឺជាការផ្សារភ្ជាប់ជាមួយធនធានធម្មជាតិអញ្ចឹងបងចង់សួរបន្ថែមថាតើការផ្សារភ្ជាប់នោះវាផ្សារភ្ជាប់យ៉ាងម៉េចចាសំណួរមួយហ្នឹងត្រូវនឹងខ្ញុំឆ្លើយដែរព្រោះធនធានធម្មជាតិបើសិនជាជនជាតិដើមភាគតិចរបស់ខ្ញុំបើសិនជាអត់មានធនធានធម្មជាតិនោះទេគឺអាចនឹងវិនាសស្អប់សូន្យបើសិនជាពេលណាមួយយើងបាត់ដើមឈើឬក៏និយាយទៅធនធានធម្មជាតិដែលយើងធ្លាប់មានដូចជាដើមឈើដើមតូចដើមធំដូចជាដើមមិនថាដើមស្អីក៏ដោយបើសិនជាបាត់បង់ពួកនឹងទាំងអស់គឺអាចនឹងព្រៃនឹងគឺជាខ្ញុំចាត់ដឹងគឺអ្នកខឹងយើងអញ្ចឹងបើសិនជាយើងមកផ្លាញ់ពួកគាត់អស់គាត់ខឹងវាអាចនឹងវិនាសភូមិនឹងខ្លាយទៅជាស្លាប់ទាំងអស់ក៏ថាបានហើយចឹងបានពួកខ្ញុំនៅជនជាតិដើមភាគតិចរបស់ពួកខ្ញុំទាំងត្រូវតែការពារកុំឲ្យគេកាប់រ៉ែនធ្វើដីសេចំការដែលព្រៃដែលយើងត្រូវការពារហើយយើងមិនឲ្យពួកគាត់ទៅរំលោភបំពានលើសពីអ្វីដែលពួកគាត់ចង់បានហើយច្រើនទៀតតែខ្ញុំរៀងផ្លេចខ្លះដែលចាស់គាត់និយាយតអញ្ចឹងណាពីមាត់មួយទៅមាត់មួយបើសិនជាយើងអស់ឲ្យដើមឈើធំ
វាពិបាកនៅក្នុងការរស់នៅព្រោះអីវាខុសពីជំនាញទម្លាប់ខាងបងផ្សេងៗចឹងណាបងណាបើខាងខ្ញុំវិញនៅខាងខ្ញុំវិញគឺវាដៅបើសិនជាដើមឈើមួយហ្នឹងសងខាងដើមឈើតូចគេមិនអាចធ្វើវាឬក៏កាប់វាចោលកាប់វាធ្វើឲ្យប្រេះអីចឹងទេគឺអត់ទេគឺយើងបើសិនជាយើងទៅមើលបានតែយើងគុំទៅធ្វើអីវាបើសិនជាវាងាប់ដើមហ្នឹងមួយហើយសំបីគៀនក៏វាងាប់ដែរហ្នឹងតាមទឹកដីពួកខ្ញុំចឹងហើយតាមលើទំនៀមទម្លាប់ពួកខ្ញុំខ្សោបរស់នៅឥឡូវបច្ចុប្បន្នកាលតាំងពីអតីតកាលមកហើយបើសិនជាងាប់មួយហើយវាងាប់ច្រើនទៀតពី3សងខាងងាប់ច្រើនវាអញ្ចឹងវាអាចនឹងប៉ះពាល់ដល់ធម្មជាតិរបស់យើងហើយបើសិនជាដើមឈើមួយហ្នឹងមានគេកាន់ទេអរិយអ្នកកាយអ្នកកាន់នៅក្នុងគេអាចនឹងវិនិច្ឆ័យដល់ខ្លួនយើងអ្នកកាប់លេងអីលេងអញ្ចឹងបើសិនជាចូលព្រៃជ្រៅបើសិនមួយទៀតបើមានដើមឈើធំតែងតែមានវិញ្ញាណដើមឈើនៅហ្នឹងជួនកាលទៅគាត់ធ្វើឲ្យគាត់នេះគាត់ចាស់ផែកាឡាច្រើនបើគាត់ផែកាឡាអាចខ្លាចជាពស់អញ្ចឹងបើយើងកាប់រានដីធ្វើជាការអាហ្នឹងមិនមែនជាពស់ទេគឺវិញ្ញាណរបស់យើងបើសិនជាមានពស់ថ្លាន់ឬក៏ពស់អីយើងផ្សេងមានដាតពស់ថ្លាន់តកួតអាហ្នឹងបើសិនជាយើងកាប់បួចហើយយើងប្រហែលបាន 4-5 ម៉ែត្រដល់ 20 ម៉ែត្រមានពស់ហ្នឹងវាចូលមកសត្វទាំងអស់ហ្នឹងយើងមិនអាចកាប់បានទេមានន័យថាដីហ្នឹងគឺពួកគាត់ឲ្យយើងថោកប្រាស់ហ្មងចា៎បាទអរគុណបាទបងអូនសារាដែលបាននិយាយតទៅជាមួយនឹងការផ្សារជាប់ក៏ដូចជាវាជាជំនឿមួយដែរបើតាមខ្ញុំតាមតនណាវាជាជំនឿមួយដែរដែលប្រកបជឿទៅលើដែលមានដូចថាការបង្ហាញឬក៏ជាគេហៅថាជាការបង្ហាញមួយដែលម្ចាស់ទឹកម្ចាស់ដីគាត់ចង់បង្ហាញឲ្យយើងចូលរួមថែរក្សាព្រៃឈើធនធានធម្មជាតិអញ្ចឹងចានឹងគឺជាខ្ញុំគិតថាវាជាចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ដែរដែលពួកឯវាផ្សាយភ្ជាប់ជាមួយអាចជំនឿជឿផងហើយប្រតិបត្តិផងរបៀបអញ្ចឹងណាចាហើយជាបន្តទីនេះខ្ញុំក៏សូមចូលទៅដល់សំណួរបន្ទាប់ដែលសំណួរទី3ហ្នឹងបានសួរថាតើការអនុវត្តវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចសពថ្ងៃបានល្អប្រសើរដែរឬទេមូលហេតុអ្វីអញ្ចឹងជាសំណួរនេះខ្ញុំសួរទៅកាន់លោកពូចាហើយប្រថាការងារហ្នឹងច្បាប់វប្បធម៌ប្រពៃណីជនជាតិដើមភាគតិចស្រាប់កាន់រហូតមកដល់ឥឡូវហ្នឹងវានៅល្អចាណាពីប្រថាមានការពូនការចៅពួកខ្ញុំកណោះអត់មានថាយកមន់នឹងទៅសែនលេងទេកាត់គោកាត់ក្បីបាទទោះបីអត់មានប្រទេសក៏ដោយឲ្យតែប្តីប្រពន្ធមានប្រទេសពោះមុនគឺកាត់គោកាត់ក្បីលីនេះស្រុកនេះភូមិចាបាទទំនៀមទម្លាប់ខាងហ្នឹងហើយព្រមទាំងនឹងផលប្រយោជន៍ជួយថែរក្សាគ្នាទៅវិញទៅមកទេមិនអោយប្រហែលទៅរឿងការច្បាប់នឹងសែនប្រែងដូចនេតាពេលសែនស្រូវពួកគេដកស្ទុំនេះសិទ្ធិសែនទាំងអស់ពួកខ្ញុំបើត្រឹមសែនស្រូវសែនចការនេះត្រឹមមាន់ក៏មានគឺពុំមានធ្វើទូចធ្វើធំអញ្ចឹងណាចាបាទក្នុងដាំស្រូវហ្នឹងគេបិទខ្សែបិទអីទៅគេយកស្រាមកពីងហើយគេយកឈាមមាន់ឈាមអីហ្នឹងធ្វើមាន់អីគេប្រាប់ប្រលឹងស្រូវសិនចាបានយើងបុកដៅដាំស្រូវហ្នឹងបើតើពេលយើងច្រូតអស់មកដាក់ចង្រុកហើយក្នុងជួតចង្រុកហ្នឹងយើងទៅសែនចង្រុកទៀតបានដាក់ស្រូវអញ្ចឹងពួកខ្ញុំខាងនោះខាងជនជាតិមិនថាខ្ញុំម្នាក់ទេកាន់ទូទៅទាំងអស់មកឃុំសែនដល់ចាបាទហើយការរឿងប្តីប្រពន្ធមិនថាការគូនការចៅមិនថាដូចចាបាទបើសិនជាអត់មានសាច់ឈាមសាច់សាលោហិតជាមួយគ្នាឃើញតែស្រីហ្នឹងមានប្តីពោះនិងសហាយប្រុសផ្សេងណាវាឆ្ងាយអញ្ចឹងទោះបីមិនមកឲ្យតែប្តីពោះពួកខ្ញុំទៅរកក្បីកាត់អូខេកាត់ឲ្យវានឹងលិះលៀងស្រុកភូមិអញ្ចឹងខាងនឹងប្រពៃណីហើយព្រមនឹងជួយថែរក្សាព្រៃមកទាល់សប្តាហ៍នេះការពារ
ទុនធានធម្មជាតិទៅបានទៅណែនេះយាមទៅស្អីដូចរាល់ថ្ងៃនោះដើរបាទខ្ញុំទៅមកបាទព្រៃឈើបាទគឺតាពីព្រៃឈើហ្នឹងបាទកលែងព្រៃអរនិតាព្រៃកាប់សពបាទកលែងយើងផ្លប់ដែលប្រពៃណីកាន់ធ្លាប់ដល់សែនចុងឆ្នាំដើមឆ្នាំអញ្ចឹងណាបាទខាងនោះមានតែប៉ុណ្្នឹងទេមើលអត់គ្រប់ទឹកខ្ញុំឆ្នាំខ្លាច់បាទនិយាយទៅបើថាធ្វើគឺធ្វើច្រើនเนาะធ្វើច្រើនប៉ុន្តែបើឲ្យរៀបរាប់គឺភ្លេចចារាប់ភ្លេចហើយអញ្ចឹងបាត់បង់គេហៅថាបាត់បង់ព័ត៌មានហើយអញ្ចឹងបាត់ព័ត៌មានតាមពិតទៅដូចលោកពូបាននិយាយអញ្ចឹងថាចូលរួមល្បាតចូលរួមការពារអានឹងមួយហើយមួយទៀតចូលរួមគេហៅថាអភិរក្សហ្នឹងគឺការចូលរួមអនុវត្តនឹងហើយអនុវត្តហ្នឹងគឺការគោរពប្រពៃណីហ្នឹងគឺមិនកាត់ព្រៃដំណំឬក៏ព្រៃតំបន់ហាមឃាត់เนาะចាហ្នឹងហើយដោយសារតែមិញហ្នឹងលោកពូបាននិយាយឲ្យថាលោកពូបានក្នុងនាមលោកពូជាសហគមន៍ឬក៏ជាគណៈកម្មការនៅក្នុងសហគមន៍នឹងផ្ទាល់ចាលោកពូបានចូលរួមតាក់ទងជាមួយនឹងការចុះទៅល្បាតផ្សេងការគោរពប្រពៃណីអីផ្សេងអញ្ចឹងណាចាអញ្ចឹងជាបន្ទាប់យើងក៏ចូលទៅដល់សំណួរសួរទៅកាន់បងថាតើក្នុងនាមបងជាជនជាតិដើមភាគតិចមួយរូបបងយល់ដូចម្ដេចចំពោះមតិមួយចំនួនដែលគេតែងតែនិយាយថាហ្នឹងយើងជនជាតិដើមភាគតិចហ្នឹងមិនបានអភិរក្សឬមិនបានអភិរក្សព្រៃឈើដោយសារតែយើងនឹងបានអនុវត្តកសិកម្មតាមបែបប្រពៃណីហ្នឹងបងយល់យ៉ាងណាដែរសម្រាប់មតិមួយចំនួនណាចាចំពោះខ្ញុំជាជនជាតិដើមភាគតិចដែលរស់នៅខេត្តរតនគិរីបាទយើងគឺពិតជាអភិរក្សចំពោះចំការវិលជុំចាចំពោះមតិខ្លះថាជនជាតិដើមភាគតិចគឺគាត់បានបំផ្លាញព្រៃឈើសម្រាប់កាប់ព្រៃឈើធំហើយគាត់ធ្វើស្រែចម្ការគាត់ថានេះមិនមែនអភិរក្សប៉ុន្តែចំពោះយើងជនជាតិដើមភាគតិចគឺយើងធ្វើចម្ការវិលជុំឧទាហរណ៍ថាយើងធ្វើចម្ការឧទាហរណ៍ថាយើងមានភ្នំ10បើថាព្រៃ10ភ្នំ10ទីកន្លែង10អញ្ចឹងឆ្នាំនេះយើងធ្វើភ្នំទី1ចាយើងធ្វើស្រែចម្ការរយៈពេល1ឆ្នាំចាអញ្ចឹងបើសិនជានៅតែមានជីវជាតិល្អយើងនៅតែធ្វើកន្លែងដដែលអាច2ឆ្នាំបាទយើងធ្វើកន្លែងដដែលបន្ទាប់ពីឆ្នាំក្រោយទៀតគឺយើងឆេងកន្លែងបានន័យថាយើងអត់ធ្វើកន្លែងហ្នឹងទេយើងធ្វើកន្លែងផ្សេងទុកឲ្យកន្លែងហ្នឹងដុះម្ដងទៀតបាទដុះម្ដងទៀតដើម្បីឲ្យបង្កើតផលបង្កើតជីវជាតិដុះដើមឈើអ្វីផ្សេងយើងធ្វើតែកន្លែងម្ដងមួយទៀតហើយកន្លែងមួយទៀតយើងធ្វើអាច2ឆ្នាំដូរកន្លែងផ្សេងទៀតចាបាទហើយអ្នកឧទាហរណ៍ថាអ្នកភូមិនៅក្នុងហ្នឹងមាន10 20គ្រួសារព្រៃយើងធំចាជនជាតិដើមភាគតិចយើងព្រៃធំឧទាហរណ៍មណ្ឌលគិរីរតនគិរីបាទហើយគាត់ធ្វើស្រែចម្ការនៅកន្លែងហ្នឹងហើយគាត់ដូរទៅកន្លែងផ្សេងទៀតទុកឲ្យដីហ្នឹងបង្កើតជីវជាតិបន្ថែមទៀតបាទហើយឧទាហរណ៍ឆ្នាំក្រោយយើងទៅកន្លែងផ្សេងទៀតអ្នកផ្សេងទៀតអាចកាប់កន្លែងហ្នឹងបានទៀតចាបាទកាប់កន្លែងផ្សេងទៀតគឺវិលជុំមកសហគមន៍គេថាមាន100គ្រួសារគឺយើងធ្វើវិលជុំទុកកន្លែងភ្នំមួយទៅភ្នំមួយទៅភ្នំមួយរាប់ពាន់ឆ្នាំដែលថាសហគមន៍ជនជាតិដើមភាគតិចបានបំផ្លាញព្រៃឈើអត់ចាអត់មានទេបាទជនជាតិទាំងមណ្ឌលគិរីរតនគិរីស្ទឹងត្រែងគឺពួកគាត់ធ្វើចំការវិលជុំបែបហ្នឹងប្រពៃណីបរមបុរាណគាត់តាំងពីរាប់ពាន់ឆ្នាំគឺនៅតែដដែលចាគាត់ស្លាប់គាត់ដូរភូមិដូចគ្នាបាទដូចគ្នាចុះបានន័យថាគាត់នៅតែអភិរក្សទំនៀមទម្លាប់គាត់ធ្វើស្រែចម្ការបែបហ្នឹងគាត់មិនមែនកាប់បំផ្លាញឈូសឆាយព្រៃឈើនឹងទាំងអស់ទេចាបាទមិនមែនថាមកភ្នំនឹងគាត់កាប់ផ្ទៃអស់ហើយអត់ដាំទៀតទេអញ្ចឹងណាអញ្ចឹងគឺគាត់គ្រាន់តែធ្វើចម្ការវិលជុំបានថាគាត់ធ្វើចម្ការអញ្ចឹងបានថាសពថ្ងៃនេះគាត់នៅតែអភិរក្សការធ្វើចម្ការបែបនឹងរហូតបាទគាត់នៅតែអភិរក្សបាទគាត់នៅតែថែរក្សា
ជំការគាត់មានជំការប៉ុន្តែសប្តាហ៍នេះគឺយើងមានមិនមែនតែស្រូវទេបាទព្រោះថាសប្តាហ៍នេះគឺយើងបែបសម័យហើយបើថាយើងធ្វើជំការឡើងហ្នឹងយើងអាចដាំវាអស់ជីជាតិហើយយើងអាចអត់លេងអាចដាំស្រូវបានទេអញ្ចឹងឆ្នាំក្រោយយើងអាចដាំល្ងឆ្នាំក្រោយអាចដាំដលងឆ្នាំក្រោយយើងអាចដាំចេកបាទប៉ុន្តែនឹងកន្លែងដដែលដោយសារតែដោយសារតែរាជរដ្ឋាភិបាលយើងកំណត់បាទកំណត់អញ្ចឹងយើងនៅតែបានន័យថារក្សាការធ្វើជំការវិលជុំនឹងដដែលយើងនៅតែអភិរក្សបាទអភិរក្សហើយអភិវឌ្ឍនៅបានន័យថាយើងបដូរដំណាំពីមុនយើងដាំស្រូវឥឡូវនេះយើងដាំអីផ្សេងទៀតនៅក្នុងជំការនឹងដដែលបាទហើយយើងមានការអភិរក្សអភិវឌ្ឍបាទចាខ្ញុំចាប់អារម្មណ៍ខ្លាំងត្រង់ចំណុចដែលបងនិយាយថាអភិរក្សហើយអភិវឌ្ឍទៀតបាទចាដូចយើងវាសបញ្ជាក់ច្បាស់ហ្មងព្រោះដោយសារអាចនិយាយបានថាបើយើងនិយាយពីការប្រៃឈើភាគច្រើនសប្តាហ៍ថ្ងៃហ្នឹងមានច្រើនគឺនៅតំបន់ជនជាតិដើមភាគតិចចាអញ្ចឹងជនជាតិដើមភាគតិចគឺគាត់ចូលរួមយ៉ាងសកម្មតាក់ទងជាមួយនឹងការអភិរក្សហើយអភិវឌ្ឍផងដូចថាហើយមួយទៀតគាត់អភិរក្សហ្នឹងគឺតាមរយៈបែបប្រពៃណីរបស់គាត់ទៀតដូចថាគាត់មានដំណំទៅលើការកាប់ព្រៃព្រៃអរៈគាត់តមគាត់អត់កាប់ទេហើយមួយទៀតគឺគាត់តមទៅលើការកាប់ព្រៃកាប់សត្វទៀតគាត់តមគឺគាត់អត់ប៉ះពាល់តែម្ដងចាហើយបើនិយាយទៅតុងជាមួយនឹងសត្វព្រៃវិញគាត់មានអាសត្វមួយចំនួនដែលគាត់តមគាត់អត់ហូបទៀតអញ្ចឹងវាក៏ចូលរួមអភិរក្សមួយដែរចាខ្ញុំចាប់អារម្មណ៍ច្រើនអ្វីដែលបងបានលើកឡើងមិញវាផ្សារភ្ជាប់ហើយវាក៏មានអត្ថន័យហើយវាសបញ្ជាក់ពីសហគមន៍ជនជាតិដើមភាគតិចយើងផ្ទាល់នៅក្នុងមូលដ្ឋានសប្តាហ៍ថ្ងៃហ្នឹងចាជាបន្តទៀតនេះយើងក៏ចូលសំណួរបន្ទាប់ហ្នឹងដោយសារតែខ្ញុំឃើញបទចម្រៀងរបស់បងដែលតែងតែនិយាយថាមិនថាបទចម្រៀងឯងទាំងជនជាតិដើមភាគតិចយើងគ្រប់រូបពួកគាត់តែគាត់តែងតែនិយាយថាទឹកគឺជាប្តីព្រៃគឺជាប្រពន្ធអញ្ចឹងបងអាចសម្រាយឬក៏បញ្យល់ពីអត្ថន័យនឹងបានដើម្បីឲ្យទស្សនិកជនក៏ដូចជាអ្នកតាមដាននៃការ live ផ្ទាល់របស់យើងនៅថ្ងៃហ្នឹងគាត់បានដឹងថាតើវាមានអត្ថន័យយ៉ាងម៉េចហេតុអីបានយើងត្រូវទៅយកទៅដាក់នៅក្នុងបទចម្រៀងហើយហេតុអីបានជនជាតិដើមភាគតិចតែងតែប្រកាន់ភ្ជាប់នៅពាក្យហ្នឹងចា៎បាទអរគុណចំពោះសំណួរដ៏ល្អទឹកគឺជាប្តីហើយដីគឺជាប្រពន្ធនេះគឺជាបទចម្រៀងរបស់ខ្ញុំដែលខ្ញុំបានពីសហគមន៍អញ្ចឹងណាទឹកគឺសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចបាទទឹកហើយក៏ដូចជាសំខាន់ណាស់នៅក្នុងពិភពលោកយើងដែរបាទមិនត្រឹមតែជនជាតិដើមភាគតិចទេអញ្ចឹងទឹកនៃជនជាតិដើមភាគតិចយើងនៅខាងរតនគិរីគឺពួកគាត់រស់នៅតាមទន្លេអូបាទភាគច្រើនគឺទន្លេអូអញ្ចឹងទន្លេអូគាត់រស់នៅយើងមានអណ្ដូងដែរបាទប៉ុន្តែអ្វីដែលសំខាន់គឺទន្លេអូដោយសារយើងមានទុនធានធម្មជាតិតើអីគេដែលជាទុនធានធម្មជាតិនៅនិយាយពីទឹកសិនអត់ទាន់និយាយពីព្រៃនិយាយពីទឹកអញ្ចឹងយើងសំខាន់ណាស់សម្រាប់ធ្វើម្ហូបអាហារចម្អិនអីផ្សេងយើងនិយាយទឹកមែនទេហើយផ្សេងទៀតគឺយើងទឹកនៅពេលដែលទឹកហ្នឹងគឺមានជីវៈចម្រុះរស់នៅណាមិនត្រីមានអីផ្សេងនៅក្នុងអញ្ចឹងជនជាតិដើមភាគតិចអត់ទៅផ្សារបានថាអូគាត់ត្រូវទៅញ៉ាំត្រីតើគាត់ទៅណាបើយើងនៅពេញអ្នកផ្សេងគាត់ទៅផ្សារមែនទេចាទៅផ្សារតែជនជាតិដើមភាគតិចអត់ទៅផ្សារតែទៅណាគឺបើសិនជាគាត់រស់នៅស្រែគាត់ទៅបងសំណាញ់នៅកន្លែងទឹកហ្នឹងហើយនៅកន្លែងប្លុកដែលមានត្រីអីផ្សេងណាហើយបើអ្នកនៅទន្លេទៅណាគឺទៅទន្លេទូកទៅណាដាក់ម៉ងដាក់បកាយអីទៀតត្រូវដាក់បកាយហើយទៀតបងសំណាញ់គេគឺស្ទូចអីផ្សេងដើម្បីគេបានត្រីដែលរស់នៅក្នុងទឹកអញ្ចឹងទឹកសំខាន់ហើយយើងអត់អាចបំពុលទៀតចាអត់អាចបំពុលតាមយើងមានតែថ្នាំពុលអីទៀតឆក់មែនទេចាឆក់យើងអាចឆក់អីអត់អាចឆក់អត់អាចបំពុលទឹកកាលណាបំពុលទឹកមិនត្រីនៅក្នុងហ្នឹងងាប់អស់ហើយនៅពេលដែលងាប់ធ្វើម៉េចជនជាតិដើមបន្តិចមានអីញ៉ាំទៀតអូថាពុលអស់ហើយល្អអស់ហើយអញ្ចឹងនៅពេលដាក់បកាយបានអត់បានទេហើយអីទៀតយើងដាក់ម៉ងបានទេអត់បានទេហើយយើងត្រូវការធ្វើដំណើរគឺតាមរយៈទឹកយើងញ៉ាំចម្អិនអីគឺតាមរយៈទឹកអញ្ចឹងបានថាទឹកគឺជាប្តីបានថាឧទាហរណ៍ប្តីប្រពន្ធមួយអញ្ចឹងត្រូវមានពីរម្នាក់ប្រុសនិងស្រីអញ្ចឹងអាចបង្កើត
ពូជមួយបានពូជហ្នឹងល្អអញ្ចឹងទឹកសម្រាប់ជនជាតិដើមភាគតិចសំខាន់អញ្ចឹងវាប្រៀបដូចជាប្តីយ៉ាងម៉េចបានថាផ្ដល់ភោគផលឲ្យអីគេអ្នកប្រើប្រាស់ផ្ដល់ឲ្យខ្ញុំហ៎បាទហើយអាហ្នឹងសម្រាប់ទឹកគឺជាប្តីដូចជាប្តីជាងណានឹងអាចដើរតួជាប្តីអាចថាជាប្រពន្ធក៏បានប៉ុន្តែពីដោយសារពីជួនអាទឹកគឺជាប្តីដីគឺជាប្រពន្ធអញ្ចឹងនេះគាត់ដើរតួដូចជាប្តីមើលថែយើងហ៎បាទយើងត្រូវការពីទឹកហ្នឹងហ្នឹងសម្រាប់ទឹកពុកមួយទៀតដីទឹកគឺជាប្តីដីគឺជាប្រពន្ធបាទដីហ្នឹងយ៉ាងដូចម្ដេចដែលថាគឺជាប្រពន្ធដីបើសិនជាអូខេខ្ញុំនិយាយពីដីគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សជនជាតិដើមភាគតិចក៏ដូចជាមនុស្សទូទាំងពិភពលោកតើមិនទៅបានជាសំខាន់ណែឯងមានដីឧទាហរណ៍បើសិនជាអត់មានដីអាចរស់នៅបានអត់បានបើសិនជាអត់មានដីណែឯងបង្កើតភោគផលបានអត់ឧទាហរណ៍អត់មានដីអូខេឥឡូវខ្ញុំចង់ដាំរុក្ខជាតិអីមួយខ្ញុំអត់មានដីធ្វើម៉េចខ្ញុំអត់មានដីឥឡូវខ្ញុំចង់ដាំអីមួយឥឡូវនេះសតតែខ្នោអស់នេះឧទាហរណ៍ខ្ញុំចង់ដាំអីគេអត់មានដីអញ្ចឹងដីគឺជាប្រពន្ធអញ្ចឹងនៅជនជាតិដើមភាគតិចដីបើយើងអត់មានដីអត់អាចធ្វើស្រែអត់មានដីអត់អាចធ្វើចម្ការអត់មានដីអត់អាចដាំចន្ទីអត់មានដីអត់អាចដាំស្រូវបានអត់មានដីអត់អាំអ្វីទាំងអស់អញ្ចឹងបើសិនជាជនជាតិដើមភាគតិចអត់មានដីអត់រស់នៅបានទេចា៎បាទអញ្ចឹងដីហើយដីនេះគឺសំខាន់ណាស់សម្រាប់ដូចជាប្រពន្ធណាដូចជាប្រពន្ធដូចថាធម្មតាយើងដាំរបស់អ្វីមួយត្រូវការអីគេទឹកមែនណាអញ្ចឹងយើងត្រូវការទឹកស្រោចទៅលើដីហ្នឹងដើម្បីឲ្យបង្កើតអញ្ចឹងបានថាដូចប្រពន្ធអញ្ចឹងចា៎ទឹកក៏ជាប្តីបានថាប្តីធម្មតាគ្រួសារត្រូវតែមានប្រុសនិងស្រីនៅពេលដែលគាត់រួមរស់ជាមួយគ្នាគាត់មានកូនគាត់មានកូនអញ្ចឹងបើសិនជាអត់មានទឹកដីហ្នឹងអាចពូផលបានទេចា៎បើសិនជាអត់មានដីក៏ទឹកនោះអាចបង្កើតផលបានដូចគ្នាអញ្ចឹងទឹកគឺជាប្តីសំខាន់ដល់តួតែសម្រាប់ជនជាតិដើមភាគតិចហើយដីគឺជាប្រពន្ធអញ្ចឹងតាំងពីប្តីប្រពន្ធសំខាន់ណាស់ដីគឺជនជាតិដើមភាគតិចគឺគាត់ត្រូវតែអីគេត្រូវតែថែរក្សាដីហ្នឹងកុំឲ្យពុលឬមួយក៏កុំឲ្យបំផ្លាញតែយើងបំផ្លាញមិនយើងឈូសឆាយឬមួយក៏យើងដុតព្រៃហ្នឹងវាប៉ះពាល់ដល់ដីអត់មានជីវជាតិហើយប៉ះពាល់ដល់សត្វព្រៃហើយព្រៃទៀតណាតែចូលសំណុំព្រៃដល់អត់ទាន់ទេទឹកគឺជាប្តីដីគឺជាប្រពន្ធបាទទៅអត់ទាន់យើងបាទថាខ្ញុំនិយាយពីទឹកខាងដីបាទដីសំខាន់ណាស់សម្រាប់ជនជាតិដើមភាគតិចគាត់ត្រូវដាំដំណាំគាត់ត្រូវធ្វើចម្ការនៅកន្លែងហ្នឹងគាត់ត្រូវធ្វើផ្ទះកន្លែងហ្នឹងបាទអញ្ចឹងទឹកគឺជាប្តីដីគឺជាប្រពន្ធបាទអត់ទាន់ព្រៃណាតែព្រៃវាផ្សេងទៀតអូខេនេះជាអ្វីដែលបទចម្រៀងរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងទឹកក៏សំខាន់សម្រាប់ជនជាតិដើមភាគតិចដីក៏សំខាន់សម្រាប់ជនជាតិដើមភាគតិចដែរថែរក្សាវាបាទថែរក្សាវាហើយដាំអ្វីដែលល្អយើងអត់បំផ្លាញទេបាទចាខ្ញុំចាប់អារម្មណ៍ហើយខ្ញុំគិតថាវាពិតជាសំខាន់ដែលហើយវាអាចនិយាយបានថាបើយើងគ្រាន់តែស្ដាប់មួយផ្លែតទៅ2ម៉ាត់ទៅទឹកជាប្តីព្រៃជាប្រពន្ធ2ម៉ាត់ប្រហែលម៉ាត់ប៉ុន្តែវាមានអត្ថន័យខ្លាំងសម្រាប់ជនជាតិដើមភាគតិចយើងហើយវាក្តោបរួមទៀតហើយវាបញ្ជាក់ថាជនជាតិដើមភាគតិចគឺអត់អាចខ្វះទាំងអស់នឹងបានទេគឺអ្វីគ្រប់យ៉ាងគឺប្រកបការរស់នៅរបស់ប្រកបដេកដើរឈរអង្គុយគ្រប់សពបែបយ៉ាងគឺប្រកបត្រូវការទាំងអស់ហ្នឹងគឺប្រកបត្រូវផ្សារភ្ជាប់គ្រប់កលៈទេសៈហើយធនធានធម្មជាតិព្រៃឈើគឺជាជីវិតរបស់ប្រកបចា៎ខ្ញុំសុំថែមបន្តិចពីសារតែមិញព្រៃយើងអត់បាននិយាយអញ្ចឹងនិយាយព្រៃម្ដងបាទជើងព្រៃគឺមានសារៈសំខាន់ខ្លាំងមែនតើព្រៃឯគេព្រៃឈើបាទចុងព្រៃឈើជនជាតិដើមភាគតិចដូចខ្ញុំនិយាយអញ្ចឹងអត់មានផ្សារទេធម្មតាយើងនៅកម្ពុជានៅផ្សារទីក្រុងភ្នំពេញឬមួយក៏នៅប្រទេសផ្សេងទៀតនៅអឺរ៉ុបនៅអាស៊ីរបស់យើងនៅពេលដែលគាត់ចង់ញ៉ាំអីគាត់ត្រូវការគឺគាត់ទៅម៉ាតទៅផ្សារចាអញ្ចឹងណាប៉ុន្តែជនជាតិដើមភាគតិចអត់មានទេបើសិនជាគាត់ចង់ញ៉ាំត្រីទៅណាទឹកចាបើគាត់ចង់ដាំដំណាំហ៎ដីតែបើសិនជាគាត់ចង់បានរបស់ញ៉ាំសត្វសាច់អីពីពួកអីយើងត្រូវការពួកហ្នឹងមែនទេតែចូលព្រៃបានថានៅព្រៃគឺសំខាន់សម្រាប់គាត់ត្រូវបេះបន្លែផ្លែឈើមែនទេគាត់ត្រូវការអីគេបោះបាញ់មានអីគេមានសត្វចាបឬមួយក៏មានសត្វអីផ្សេងទៀតដើម្បីឲ្យគាត់បោះបាញ់បរិភោគគាត់អត់បំផ្លាញបានថាទៅព្រៃបំផ្លាញគាត់មិនបំផ្លាញទេគាត់
tới nó cứ sùng rạp thua một bên thì mình men quát vô là bọc tầng áp bóng plan lụ đầm bơi ở picture mấy bạn thà tìm xa thì quát con tái chốt bạn thà quát thời ca sát prey ok quát thời chốt từ con prey đầm bơi bọc bàn khác lá chụp ân hộp chỉ trong nơi con group của sản quát trắng và sân chỉ ăn men prey thì ta mình bảo lại phải chơi mình là bỏ nhầm nơi con prey ở ta sát nơi con prey nữa ở mình chẳng chúng chỉ làm cái từ ca thay lại xa tất tới đại xa đây thay lại xa prey bảo admin prey thì admin là bao nhiêu thế dùng mình sao admin sao nè là đâu xa nè chứ cho bạn là tha dương từ ca prey bộc phát dương từ thay lại xa prey nắng này tu bay dương thôi chúng ca cả đôi ta 5 năm cào 7 năm cào việc độc đam chờ tiết sát prey nơi không năng tiền chứ ác tơ rộng nơi không năng tiền bạn nói chuyện đây sung khăn là những thời thay để xa sát ở chơi thùng ấy chứ nó lại cặp bà này bạn chỉ chẳng nhưng xong tham bị bông màn tích bạn là bông đét đó bà thời đây còn chỉ chẳng phê cho cứ chuyên chuyện đam phê tùy bộ phụ nhóm mình mang ra cho phê ấy từ bằng phai nụ tế cứ bộ quạt ro tầm một phê để hay có con mình từ bộ bánh hay bàn vô từ lúc tầm tìm xa đến lâu cứ chuyên chuyện bộ phụ nhóm thời ca đấy cho nó thử bộ nữa cứ bây giờ thời ca là 20 bé bà xin được đây bọn mình để con chạy một nắng bà xin cho dân trong nhâm sắt slab để có sắt xc chừng thời để chụp rồi hay bộ bánh ta một chai nữa thì hay mình làm bánh một chai nữa mà tì cho thì mình thì cứ bánh là món đã ai vô từ một hộp 10 bé nữa thì bà để con chạy mơ trong tiết có thơ đầm nắm đâm đó nơi đầy mình buộc ta có phơi từ năng hỗ thì to đây năng óc chi vị chết mình quật cặp to thì thấy bên theo xăm khói bị anh đâm đây nắng bị anh đừng nhiều đỏ đâm chơi lòng với thơ được không đấy hay đâm chơi nó bị anh đỏ lòng với hay anh sạch thấy về nơi này năng tiệt chẳng hạn buồn hay thay mỗi tiết đây là con chơi từ đại trắng nhưng riêng không bị còn mình tích ba sân giờ chân chết với nhóm cơ cùng đó thay do và đào bậc kỳ sinh từ vùng plan thấy rồi có vùng plan để cho mình có plug mình ấy từ bộ bánh để được sạch này chẳng nó bốn này cơ trong chuyện đam bao phủ nhóm cơ mình là nấu hay năng đi hả hay là nhưng qua sau bác má này thằng hay là nấu này năng thà bà hay năng đạn tiện cả năng gì mà thà bán cứ bán mà thà bán cứ ọt đài bà mình là vấn năng cho đo chừng mọi nấng nhưng còn trong cho một tí nơi chừng mấy mũi đài bóng hay nâng ôn còn bàn giấy tha chừng chuyện đã bị tích còn cho từ không đấy còn tài cho tới đồng bay tài rô ha đồng bay cột cùng ha bay pe bạc qua đi qua bàn từ rô tới đồng bay từ lụn tịp xa rồi co từ miền một bò ấy trầm trừ ấy chẳng tệ còn tài đồng bay cột cùng chi vật bạc qua tệ chi vật phải trăm ngày bạc qua tệ hay trong chừng mấy nấng 20 tiết nhưng có bàn chạm môi chừng mấy tiết đai trong quạt ở bông vậy ha còn thôi chừng ca lại nâng hay phụ con lắp đôi từ lại xèn hay năm coi đi còn đâm ở sông tốt giờ chừng ca đại quạt mơ nữa cứ quạt ấp cắt cô liền còn tục ai việt đỏ làm với hết quạt đâm lắp đôi từ lại xèn như bây đây đầm một hay năm từ một tiết con mà pressure nữa mình đừng đo làm vịnh chẳng á chả hay ở nâng cư chi vọt này giả cà phê sai chấm cà vơ chung một quạt nữa đây vì thế vơ tờ bình tờ màu vì mẹ được ha từ là hốt từ đô từ là hốt mẹ chẳng thì tầm tay vì vơ tờ bình tờ màu cái này từ đây bên đây còn là thay những miếng cạp lạc đồ chẳng hết á chả nâng trong sông mình tàn chả cả vì đó mà chúng chỉ làm thì thích tha cả vừa chung mình thấy trong mà cả vừa chúng chúng ta có kỳ cặp và chưa na thông thống cực kỳ mình thành thì cặp cái mưa kia ai thà chưa nó mong gì cặp thao cặp xây đi và chưa có điểm bo thông nó khi mình trong cặp này thì tộc từ mình giang tiếp nhưng bị ấn ở hiện tỷ là lâu nó đôi nhờ không gì thà còn thật thì bao nhiêu là lâu khoát khác hàm khác để với mình ảnh bắt đủ bàn nhưng vừa ta thằng ơi còn thấy mà anh tiền thì tôi bỏ đi chứ trong cả thì mà chứ thư thì nó bảo được thả đâm trâu mà kết chuyện đâm lông ngô đâm đây lâu nó đâm xoay chừng tỷ
làm đồng đồ ចា sắp phần năng thì khi mà nói tiền thế còn tiền càng ca sẽ cùng với tới cái cuộc nên là đây tiền mình làm của mình trong năng tiền đây nó từ sông chụp bát bí sẽ cùng phòng ចា là hai cái càng ca sẽ cùng từ pram đập rụp nắng cho sinh nhị ta này anh cả ban lớn ở không thì không bàn dưỡng toàn là này anh cro xuất nguyên đấy bàn cùng về và sinh chi dương ấy ở lúa hới trong xóa đây sinh tiết kiệm nói thì ចា chẳng ចាត្រង់ចំណុចហ្នឹងខ្ញុំចាប់អារម្មណ៍ដែលលោកពូគាត់បាននិយាយថានៅពេលដែលជំនឿដើមបេតិចគាត់កាប់ឬក៏គាត់ទៅធ្វើស្រែចម្ការវិលចំមកគាត់ហ្នឹងគឺគាត់អត់កាប់អាដើមឈើធំធំទេគាត់យកអាកថៅរបស់យើងហ្នឹងទៅកាប់អាដើមឈើទូចទូចអញ្ចឹងគាត់នៅរក្សាអាដើមឈើធំធំអញ្ចឹងអារបៀបនៃការធ្វើស្រែចម្ការរបស់គាត់ហ្នឹងវាមិនមែនវាថាលក្ខណៈទំនើបវាបែបបុរាណអញ្ចឹងវាអត់អាចទៅវាថាត្រូវទៅបំផ្លាញរាប់ហិកតា20ហិកតាទេអញ្ចឹងត្រឹមមកឧទាហរណ៍មកហាត់ពីសម្រាប់ដាំដំណាំដើម្បីប្រកបរបរប្រចាំចិញ្ចឹមជីវិតរបស់គាត់មករស់ទេអញ្ចឹងมันអាចដល់ថ្នាក់ទៅបំផ្លាញព្រៃឈើរហូតច្រើនរាប់រយហិកតាបានទេចាចូលដល់សំណួរបន្ទាប់ដោយសារតែយើងបាននិយាយតាក់ទងជាមួយនឹងគុណតម្លៃវប្បធម៌ប្រពៃណីទំនៀមទម្លាប់ការប្រណិប័តអីមួយចំនួនមកទៅខាងលើអស់ហើយអញ្ចឹងជាចុងក្រោយនេះជាគេហៅថាសំណួរចុងក្រោយជាសំណូមពរអញ្ចឹងខ្ញុំចង់ផ្ដោតទៅបងអូនមុនថាក្នុងនាមបងអូនជាជនជាតិដើមភាគតិចហើយក៏ជាយុវជនសកម្មនៅក្នុងសហគមន៍ផងដែរដែលយើងគឺជាអ្នកចូលរួមមួយចំនួនដូចមិញថាចូលរួមល្បាតព្រៃចូលរួមអភិរក្សអីផ្សេងៗអញ្ចឹងណាអញ្ចឹងតើបងអូនមានអ្វីជាសំណុំពរទៅអ្នកជាសំណុំពរចាសំទោសជាសំណុំពរទៅអ្នកពាក់ព័ន្ធដើម្បីឲ្យមានកិច្ចអន្តរាគមន៍បាទទៅសម្រាប់នៅខាងភូមិខ្ញុំជាដើមជាអស់ហ្មងណាចាហ្នឹងហើយខ្ញុំសូមសំណូមពរឲ្យពួកគាត់ឈប់ទៅអារឿងកាប់ដើមឈើដែលយើងខំការពារអាធំជាងគេអញ្ចឹងណាចាហើយដូចជាក្រមឥឡូវស្ទឹងតាពីមុនគឺ 100% ហ្មងនៅទឹកដីមណ្ឌលគិរីនិងរតនគិរីថេបងគឺ 100% ហ្មងគឺជាក្រមច្រើនហើយសិតមុខ8មុខ9 100ជាងទៀតតែឥឡូវដូចជាពិបាកនឹងបកស្រាយស្ទឹងតានៅសល់តែ 40% អញ្ចឹងហើយខ្ញុំចង់ស្នើពរទៅកាន់ពួកគាត់ថាចេះយើងកាប់កុំច្រើនពេកយើងកាប់ឲ្យសិនតែយើងចង់ធ្វើសម្ភារៈសុំតែម្ដងពីរបានហើយយកធ្វើអីច្រើនហ្នឹងហើយយើងຕົកការពារទៅព្រោះទឹកដីរបស់យើងមិនអាចបំផ្លាញទឹកដីរបស់យើងមិនដូចជាខ្ញុំនិយាយឲ្យប្រៀបធៀបបានថាកុំធ្វើដូចទីក្រុងហើយទីក្រុងអស់ដើមឈើគឺក្តៅខ្លាំងបើសិនជាប្រៃជនជាតិដើមភាគតិចរបស់ពួកខ្ញុំបើសិនជាអស់ឈើដូចនៅភ្នំពេញយើងជីដើមអញ្ចឹងគឺរស់អត់កើតទេក្តៅបាទក្តៅខ្លាំងហើយអាចនឹងស្លាប់ព្រោះនៅខាងនោះវាអសើនេះមានទឹកច្រើនបំរែបំរួលអាកាសធាតុបាទគឺប្រែប្រួលឆាប់ក្តៅតែក្តៅគឺខុសពីពេញឆ្ងាយក្តៅមកអាចនឹងធ្វើឲ្យខ្លួនមានឈឺតអាចឈឺចង្កាឈឺមួយថ្ងៃនេះស្អែកស្លាប់គឺថាបានដែរបាទចានៅថ្ងៃត្រង់ចំណុចហ្នឹងបើបងអូននិយាយថាត្រង់ហើយវាគឺខ្លីតែអញបើសិនជាអូសស្រាយនឹងវិញយើងចាខ្លីតែវាអត្ថន័យជ្រៅតែមួយនិយាយថាដូចខាងខ្ញុំសូមដល់លេងខ្ញុំដើម្បីថាខ្ញុំក៏ពីមិនរួចខ្ញុំនិយាយចឹងមកខ្ញុំនិយាយជួយឆ្វៃថែជំនាញខ្ញុំថាអោយពួកគាត់ជួយអន្តរាគមន៍ចាបាទដូចយើងខាត់គេយើងដៃទេជើងទេចាចុះគេមានប្រដាប់ចាអាកាសទៅគេចាស់ប្រើងាត់យើងមើលមិនឃើញអាកាសទេគេមានវត្តអីយើងយកលុបអីទៅឥឡូវសម័យឥឡូវហ្នឹងគេចាស់ឆ្នៃអញ្ចឹងយើងខ្លាចចាជួនកាលទៅគេកាត់យកចាយើងលឺងងសិនយើងអត់ទៅមើលគេទេបាទអញ្ចឹងมันគេថាឥឡូវហ្នឹងមិននៅការពារដែលខ្ញុំថាការពារខ្ញុំខំណាស់ការពារប៉ុន្តែខ្ញុំការពារមិនរួចឥឡូវខ្ញុំសូមពួកអស់លោកជួយអន្តរាគមន៍ឲ្យខ្ញុំផងចាខ្ញុំនិយាយប៉ុណ្ណឹងដោយតែគាត់បាននិយាយខ្ញុំសូមកាត់ភាសាគាត់បន្តិច
បើសិនជាអ្នកនៅមិនថាមកតំបន់ភូមិខាងរបស់ខ្ញុំតំបន់មីម៉ងយកមកនិយាយថងគេអស់មកតំបន់មីម៉ងគឺប្រកបស្នើសុំតាំងពីមេឃុំមេភូមិឲ្យសុំបដិមេដៃថាសុំអាគ្រឿងឈើតើច្រើនទេ4គីបគាត់ថាអញ្ចឹងធ្វើតមួយអញ្ចឹងហើយគាត់ពួកគាត់ក៏ព្រមសញ្ញាឲ្យធ្វើមេដៃធ្វើលីតៃកំថឹកប៉ុន្តែគឺពួកគាត់នៅជនខលខូចខ្ញុំសួរថាចេះធ្វើអញ្ចឹងដើម្បីអ្វីគាត់មិនទៅអាគ្រឿងផ្ទះនេះទេគាត់អាបានតែមកដើមហើយអត់អស់អើមដើមទេគាត់ទៅអាចក្រំទៅលក់ចឹងគឺអញ្ចឹងឲ្យខ្ញុំសូមជួយក្រុមកម្លាំងអីបើសិនជាទៅការពារអីសូមឲ្យពួកគាត់ជួយចឹងសូមជួយអមជាមួយនឹងសហគមន៍របស់យើងទៅជាមួយគ្នាអាចមានកម្លាំងវានេះវាកនជាងយើងនេះដើរទៅខ្លួនទៅក្នុងសហគមន៍របស់យើងចាបើសិនជាយើងទៅតែឯងទៅយើងអ្នកការពារនៅតែការពារចឹងយើងមានអីផ្លូវអីធម្មតាយើងដើរការពារកុំកាត់ចេះកុំយកទៅពេលអ្នកខ្លះទៅដោយតែពូគាត់និយាយចឹងគេឡើងខាងផ្លូវងងឹតហើយសម័យនេះសម័យនិយាយទៅ 2K to 5អីគឺមានអវជាច្រើនដែលគេអាចចិត្តឆៅមួយឆៅទៅគេនឹងសម្លេះយើងចោលថាបានអីចឹងចាត្រង់ចំណុចហ្នឹងខ្ញុំបានចាប់បានពីលោកពូហើយនឹងខាងប្អូនតែបាននិយាយថាសូមឲ្យអ្នកពាក់ព័ន្ធចូលធ្វើចូលរួមធ្វើកិច្ចចូលរួមកិច្ចអន្តរាគមន៍ព្រោះដោយសារតែសហគមន៍ដូចលោកពូចាស់ហើយចាអត់មានកម្លាំងទៅល្បាតទៅអីគ្រប់ពេលវេលាទេចាថ្ងៃណាក៏ទៅបានថ្ងៃណាក៏ទៅមិនបានចាអញ្ចឹងចង់ស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ចាហើយដូចប្អូនក្នុងនាមជាយុវជននៅក្នុងមូលដ្ឋានផ្ទាល់ក៏បានឃើញពីទស្សនវិជ្ជាជាក់ស្ដែងបញ្ហាមួយចំនួនតកតងជាមួយនឹងជនខិលខូចដែលគេចូលទៅកាប់ព្រៃកាប់ឈើមួយចំនួនអញ្ចឹងណាចាសូមឲ្យមានកិច្ចអន្តរាគមន៍ចាហើយចុះសម្រាប់បងសម្រាប់បងមានអីជាសំណុំពរទៅអ្នកពាក់ព័ន្ធដើម្បីធ្វើកិច្ចអន្តរាគមន៍ទៅលើនឹងចាចំពោះកិច្ចសំណុំពររបស់ខ្ញុំសម្រាប់សហគមន៍បើគាត់ចង់ការពារថែរក្សាគាត់ការពារតែសហគមន៍អត់អាចទៅរួចទេចាអត់អាចទៅរួចបានទេអញ្ចឹងតើអ្នកណាដែលពាក់ព័ន្ធទី1មន្ទីរចាទី2អ្នកណានេះគឺស៊ូចាអញ្ចឹងតើអ្នកណាគេជាជនខិលខូចអញ្ចឹងខ្ញុំអត់ចង់និយាយប៉ះពាល់ដល់ស្ថាប័នណាជនខិលខូចនៅក្នុងភូមិពីដើមឡើយអត់ខិលខូចទេតើគាត់ខិលខូចយ៉ាងម៉េចគាត់តែធ្វើស្រែចម្ការទេអញ្ចឹងគាត់អត់អាចទៅយកឈើនឹងលូកទេព្រោះអីអត់ដឹងថាកាប់ឈើនឹងលូកទៅណាប៉ុន្តែមានអ្នកខាងលើប្រើគាត់តែមិនបានខ្ញុំហ៊ានថាប្រើគាត់ដោយសារថាអូខេខ្ញុំចង់ទៅដីមណ្ឌលគិរីមានសហគមន៍មួយដែលគាត់នៅព្រៃឈើធំអញ្ចឹងបាទខ្ញុំត្រូវការឈើនេះអូខេឥឡូវប្រកាសនៅក្នុងភូមិហ្នឹងឧទាហរណ៍ថាឈើថ្នងឬមួយក៏ឈើវិញ្ញខ្ញុំត្រូវការអញ្ចឹងឧទាហរណ៍ថាក្រុមអ្នកណាគេត្រូវការអ្នកធប់មកត្រូវការអញ្ចឹងណាអញ្ចឹងអ្នកភូមិហ្នឹងពីមុនគាត់អត់បានលក់ឈើណាចាអត់បានលក់ទេលក់តែផ្លែសម្រងទេចាដល់ពេលគេត្រូវការគាត់ធ្វើមិនគេប្រើគាត់ហើយគាត់ត្រូវការលុយចាអញ្ចឹងគាត់ទៅណាគាត់ទៅកាប់ហ្នឹងថាកាប់ឲ្យខ្លួនឯងក៏កាប់ឲ្យគេបាទពីមុនគេស្នើសុំបានថានៅក្នុងភូមិថាខ្ញុំចង់ធ្វើផ្ទះប៉ុណ្ណឹងអញ្ចឹងសូមមេភូមិមេឃុំមកជួយខ្ញុំតិចផងព្រោះខ្ញុំអត់មានផ្ទះទេអញ្ចឹងគាត់ធ្វើតែផ្ទះទេគាត់កាប់ឈើធំធ្វើតែផ្ទះទេប្រហែលគីបអញ្ចឹងណាតែសប្តាហ៍ថ្ងៃនេះអ្នកផ្សេងធំមិនបានថាគាត់អត់កាប់ស្មាត់ធ្វើផ្ទះហើយគាត់កាប់ទៅលូកវិញហើយអ្នកណាគេអ្នកប្រើគាត់កាប់នឹងមិនខ្លួនគាត់ទេគេប្រើគាត់ពូជនជាតិដើមពីមុនមានលូកឈើណាមានទេមែនទេអូមែនទេអត់មានលូកឈើទេអញ្ចឹងគេត្រូវការដូចជាប្រើគាត់អញ្ចឹងគាត់ដូចជាឧបករណ៍អញ្ចឹងយើងសប្តាហ៍ថ្ងៃនេះអត់អាចការពារថាខ្ញុំចង់ការពារនៅក្នុងតាមមណ្ឌលគិរីឬមួយក៏រតនគិរីសប្តាហ៍ថ្ងៃចង់ត្រូវការបានថាថែរក្សាអាចឈើធំហ្នឹងតែស្ថាយើងអូថាគេកំពុងយើងឈប់កុំកាប់អត់អាចទេព្រោះអីគាត់មានលើគាត់ធំខ្លាំងអញ្ចឹងតើអ្នកណាដែលអាចខាត់គាត់បានទី1មិនទី2ក្រសួងទេដែលអាចខាត់គាត់ទោះបីខ្ញុំខំតែឯងខំតែសហគមន៍តែឯងអញ្ចឹងណាអញ្ចឹងបានថាខ្ញុំសំណូមពរសប្តាហ៍នេះសូមឲ្យយល់ពីតម្លៃធនធានធម្មជាតិអញ្ចឹងធនធានធម្មជាតិនៅពេលដែលយើងក៏ជនជាតិដើមពីតិចមិនត្រឹមតែជនជាតិដើមពីតិចទេបាត់បង់បានថាបំរែបំរួលអាកាសធាតុអ
ចឹងណាដូចយើងថាអីគេខ្ញុំអត់ដឹងបច្ចេកទេសថាអីគេយើងនឹងបាត់បង់អីគេស្ទាប់ស្អីគេស្ទាប់សូអញ្ចឹងវាប៉ះពាល់ខ្លាំងណាប៉ះពាល់នៅពេលដែលយើងបាត់បង់ព្រៃឈើតែមិនវាមានទឹកជំនន់បំរែបំរួលអាកាសធាតុភ្លៀងធ្លាក់អត់ទៀងទាត់ចឹងណាអញ្ចឹងផ្សេងអញ្ចឹងអ្នកដែលពាក់ព័ន្ធហើយមុនដែលឲ្យអ្នកពាក់ព័ន្ធទៅsupport យើងគ្រប់គ្រងយើងក៏ខំខ្លួនឯងដែរចា៎បាទជនជាតិដើមប្រទេសបានន័យថាខំគុំបានន័យថាគេវិជាក្បាលណាថាគេត្រូវការអីចឹងយើងមើលថាសហគមន៍យើងនៅត្រូវការទំនៀមធម្មជាតិអញ្ចឹងអ្នកក្រសួងពាក់ព័ន្ធថាណាគេបកឋានមន្ទីរបកឋានក្រសួងបកឋានហើយសហគមន៍ជាមួយសហគមន៍ដែរបាទថាសហគមន៍ប្រឹងតែឯងអត់មានណាពាក់ព័ន្ធផងអញ្ចឹងអត់មានណាគ្រប់គ្រងភូមិក៏អត់គ្រប់គ្រងឃុំក៏អត់គ្រប់គ្រងអញ្ចឹងយើងការពារអត់ប្រយោជន៍ដូចនេះអញ្ចឹងបានថាអ្នកដែលពាក់ព័ន្ធហ្នឹងសូមជួយព្រោះអីជនជាតិតាមពីតិចត្រូវការណាទំនៀមធម្មជាតិខ្លាំងត្រូវការខ្លាំងចាអរគុណបងសម្រាប់ជាសំណពោហើយអរគុណលោកពូហើយអរគុណដល់លោកអូនសូរ៉ាជាសំណពោខ្ញុំគិតថាសំណពោហ្នឹងវាសិតតែខ្ញុំគិតថាវាក៏ជាគំនិតរបស់ជនជាតិដើមភាគតិចវាចៃវាក្តោបពីគំនិតរបស់ជនជាតិដើមភាគតិចពួកគាត់សិតតែចង់បាននៅសំណពោសូមឲ្យមានកិច្ចអន្តរាគមន៍ទាំងអស់ហ្នឹងសម្រាប់សហគមន៍ដែលគាត់ជួបបញ្ហាទាំងអស់ហ្នឹងចា៎ហើយដោយបងបាននិយាយមកអញ្ចឹងថាសម្រាប់សហគមន៍គាត់ដៃទៅទេគាត់អាចទៅធ្វើកិច្ចអន្តរាគមន៍ទៅខ្លួនឯងបានទេគាត់អត់មានអត្តពលខ្លាំងទេអញ្ចឹងសូមឲ្យអ្នកពាក់ព័ន្ធធ្វើកិច្ចអន្តរាគមន៍ក៏ដូចជាចូលរួមនៅក្នុងការចូលរួមអភិរក្សនិងចូលរួមសកម្មភាពអីផ្សេងទៅដល់សហគមន៍ដូចលោកពូអាយុចាស់ហើយអញ្ចឹងមានតែយុវជនចំនួនក្រោយដែលគាត់គឺជាអ្នកដែលនៅពេញកម្លាំងខ្លាំងមានទាំងចំណេះជំនាញចំណេះដឹងដើម្បីបន្តពីពួកគាត់អញនិយាយបានថាសម័យមុនពួកគាត់បានរៀនជ្រៅជ្រះទេប៉ុន្តែគាត់មានចំណេះដឹងប្រពៃណីសម្រាប់យុវជនយើងឥឡូវគាត់មានទាំងចំណេះជំនាញអញ្ចឹងចូលកុំភ្លេចនៃចំណេះដឹងប្រពៃណីរបស់ពួកយើងបើទោះបីជាយើងដូចថាយើងមានចំណេះជំនាញរៀនដល់សប្តាហ៍ថ្ងៃវាអេឡិចត្រូនិកវាទំនើបប៉ុន្តែចូលកុំភ្លេចនៅវប្បធម៌ប្រពៃណីរបស់យើងនៅតែអាចរក្សាក៏ដូចជាអាចនៅតែផ្សារភ្ជាប់ពួកអីវាជាជីវិតរបស់យើងចាព្រោះបើយើងនិយាយពីប្រពៃណីរបស់ជនជាតិដើមភាគតិចគឺយើងនិយាយទាំងអស់ហើយគឺវាក្តោបទាំងអស់ហើយព្រៃឈើធនធានធម្មជាតិអីហ្នឹងចាទីបំផុតកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ហើយនេះខ្ញុំក៏សូមអរគុណដល់វាគ្មិនទាំង3រូបដែលបានចូលរួមនៅក្នុងការចែករំលែកតកតងជាមួយនឹងប្រពៃណីវប្បធម៌គុណតម្លៃរបស់ជនជាតិដើមភាគតិចបានច្រើនខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់មិនធ្លាប់ដឹងគាត់អាចនឹងដឹងទៅតាមនៃការចែករំលែកនៃការ live ផ្ទាល់របស់យើងនៅថ្ងៃនេះចា៎ហើយមួយទៀតតកតងជាមួយនឹងប្រពៃណីការធ្វើស្រែចម្ការវិលចុងអីផ្សេងឲ្យប្រព័ន្ធកាន់តែយល់ច្បាស់បន្ថែមពីលើនឹងទៀតចា៎ជាចុងក្រោយខ្ញុំមានតែអរគុណម្រាមដៃដល់សូមអរគុណដល់វាគ្មិនទាំង3រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមកម្មវិធីនៅថ្ងៃនេះហើយនាងខ្ញុំក៏សូមអរគុណម្ដងទៀតហើយសូមជូនពរឲ្យវាគ្មិនទាំង3រូបទៅដំណើរទៅផ្ទះវិញមានសុខសុវត្ថិភាពទាំងអស់គ្នាចា៎សូមអរគុណសូមបញ្ចប់កម្មវិធីចា៎សូមអរគុណ